Goyen Chimay ប្រភេទទម្ងន់54គីឡូក្រាមដណ្ដើមនៅខ្សែក្រវ៉ាត់តែ IPCC គុណខ្មែរមកពីហ្គេនស្បេកកីឡាករនេះនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបាទទូច័ន្ទវត្តីបាទទូច័ន្ទវត្តីវ័យ21ឆ្នាំកម្ពស់ 1.65 ម៉ែត្របាទទម្ងន់54គីឡូក្រាមដល់ស្រុកកំណើតនៅក្នុងភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលធ្លាប់ប្រកួតចំណាល់អ្នកគ្រូជួយចិនមួយបាទrất quen mặt rồi. ចឹងឥឡូវនេះដែលយើងក៏បង្ហាញជូននៅស្ពួនទឹកទី1បាទគុណខ្មែរបាទកីឡាករខ្មែរយើងហើយកីឡាករវៀតណាមកីឡាករខ្មែរគុណក្រហមទូច័ន្ទវត្តីបាទធាក់ទៅធាក់មកទូចាប់áp sát tấn công lên đối liên tục của cả hai chung cùng một tay cắt có chung cùng một tay quay ra là áo màu xanh nắm tay màu xanh và chung hô đúng không đúng chạm một tay một đại có cái tốt chạy đi ngược hill đấu bà Ngọc Văn đang đứng rất hay mà không trọng tài cô của họ đã trốn vui bên sau cô ra tay đã trốn tốt một chân cô ra tay bên quân lên con nào bay vào chạm chuột cái đấy chụp cung ra không chụp cung ra không chụp cung ra không chung cung ra không đến máu lửa lên đi Ngọc Ngân chạy như bác không chung cung áp đời rồi tiếp tục và lúc này trên cô đây đã cố gắng áp sát Ngọc Ngân và đang lùi ra toàn một chữ áp đời với người bác không ta mày đây ở đây một tay đánh hot tay alo lên đây này môi trường của bạc hiếu môi trường tay vào rồi trên vào không tuột vào chạm tuột đây không tuột nào tuột môi chung không có bao đây rồi chết đây tuột của mình tuột có chỗ ra tay đánh còn khá càng có lời đối với Ngọc Vân tuột nó có nắm tay không có kia sòng cố gắng lên Ngọc Vân ơi tuột muốn chủ trương mình tuột tim cô khiêu chạm cái đấy chạm tuột cái đấy chọcទឹកទី1 and out wrong one បាទចប់ទឹកទី1បាទហើយបាទលោកពុកកូនតៃថាវាដាក់មកកូនវាដាក់បាទវាដាក់គាត់បានគឺថាការគាត់ហាក់បីដូចជាមានព្រៀបដល់ទៅតិចហ្នឹងបាទចូលបបាទគុណច្រើនឥឡូវយើងត្រឡប់មកវិញហើយសម្រាប់វត្តមានរបស់ការប្រកួតអូយពកបាទហើយមកជង្គង់របស់វតីបាទនេះរបៀបយឺតទាត់មកបាទរុញចឹងឯងទាត់តាមទៀតមួយដៃរបស់វតីចាប់កាច់កៃមករុញនេះកន្លែងនេះមកជង្គង់បាទអូបាទមកជង្គង់នៅទឹកចេញក្រៅស្គែនអៅយើងស្មើគុណខ្មែរគូទី7ដែលជាគូឯកអន្តរជាតិដណ្ដើមខ្សែក្រវ៉ាត់កីឡាករនីកម្ពុជាវៀតណាមទឹក
ទី2រងគូកម្ពុជាបាកលាកម្ពុជាវៀតណាមទុកមួយជើងរបស់កីឡាករបាកលាកានេះរបស់យើងមកគូក្រហមដល់មកគូខៀវថយតិចអិចចាស់បាទតែគ្រូញ៉ាំកណ្ដាលបាទកម្ពុជាថយពេកវាយកណ្ដាលខ្សែក្បាត់នេះគ្រូបាទអីយ៉ាទៅមួយនឹងឆាកមួយនឹងឈប់សិនបុគ្គលសយូទខនTài nhắc nhở Ngọc Cần phải tích cực thi đấu. Vàបន្តខាងនេះ YouTube ស្វ័យចូលចិត្តបងចូលចិត្តអូចូលចាប់មួយគាត់មកជើងទៀតពីក្រហមគាត់មួយទៀតពីក្រហមគាត់មួយទៀតពីក្រហមខំទៅសេះដាក់ជើងមកវិញពីដៃចូលមកជើងទៀតពីក្រហមគាត់ពីក្រហមអត់ដល់ខៀវថយសិនបណ្ដៃទៀតជុំគុំពីក្រហមមកទៅរត់តុកមួយមកចូលមកចាប់បលអញ្ញាកដាបាទលោកស្រីញ៉ាំកដាបាយជិះសិនបាទបង្គោលរត់ជាងតុកទៅចូលដៃវិញទឹកក្រៅមួយទឹកពីក្រហមរុញចេញអត់នៅចិត្តទេបាទបុគ្គលគឺថាអត់កើតទេក្រហមបោះជង្គង់ចំនួន3មួយជំនាញទៅបុគ្គលក៏យូរដល់ខាងនោះបាទ Khá làអ្នក nhanh. ស្រីញ៉ាំកណ្ដាលបន្តមកដល់ទី5បាទកម្ពុជាថយពេកបោះជង្គង់មួយគាត់មួយជើងជាប់បាំងគាត់ទៅគាត់ទឹកកលើគាត់ទៅវិញហេបាយមកបាយឡងណាទៅមកទៅទៀតគាត់មួយជើងជាប់បាំងទៀតគាត់ជើងគាត់ស្អាតតែគាត់ថយគាត់មួយដៃបាទមិនដឹងថាជាជិតប្រសាឬក៏យ៉ាងម៉េចទេតែមកតែតាមរហូតហើយបាទCố lên Ngọc បង Cần មួយ ơi. ជើងក្រោម Mạnh quá. ចូលលឿនណាអូនេះញ៉ៃណាមួយទេគាត់មួយចាប់ជើ បាយ ង ឡើងហើយបាយឡើងហើយចូលចិត្តចូលចិត្តគាត់មួយជើងចាប់ទឹកទី2 and round 2បាទហើយខាងលើដេវីតបងប្រុសហើយអ្នកដាក់ព្រីខ្យល់នោះឪពេលណាម៉ែម៉ែមកអត់ម៉ែមកដែរទៅមកលក្ខណៈគ្រួសារអូគាត់ទឹកត្រីគ្រាប់ final round បាទទឹកទី3ដែលជាទឹកត្រីគ្រាប់ final round អ្នកមួយទុកចូលបាយបាគៀងមួយដៃទុកមួយទៀតមួយជើងវិញអ្នកមួយទុកមួយចូលដៃអូយដៃរបស់ប្រទេសគាត់មួយចាក់ពុតទុកចាក់វិញមួយដៃទីប្រទេសបាទសរសើរបងប្អូនបាទនារីបាទសុខទឹកលាក់បងស្មាដើម្បីហាត់គុកខ្មែរប្រកួតលើកមុខមាត់ជាតិដើរចូលទីប្រទេសមកគងខៀវថយតិចបាទជើងក៏លាស់លឿនណាមិននឹងសើចគងខៀវណាបាទទៅវិញទុកជើងទីក្រហមមួយដៃបាទទៅវិញទុកជើងទៀតគាត់ប្រជែងពីប្រទេសកិច្ចសិនមកឯពីគងខៀវ
ជើងបាទមកចូលចង់ណែតែទៅគូខស៊ូមួយជើងទៀតពីក្រហមគាត់ទៅវិញចូលចាក់ទៅគុំបេះម្ដាយទៀត quá បាទទៅទៀតបាទវត្តឯក៏គុំបន្តគាត់និយាយគាត់តាមលំហាត់គាត់បាទដល់ចឹងរឿងសង្ហាចិត្តអានឹងយុទ្ធសាស្ត្ររបស់គេទេបាទបោះគុំមួយថែម្ដាយទៀត ôi cái này បាទទឹកទី3ក៏ចិត្តបញ្ចប់ហើយដែរបាទធ្វើមិនការប្រកួតបាទតាមខ្សែក្រវ៉ាត់បតីទៅទៀតហើយបាទតាមមើលនេះបើការប្រកួតមិត្តភាពបតីប្រហែលជាបន្ថយហើយបតីដោយសារខ្សែក្រវ៉ាត់ចាំអត់បន្ថយទេបាទដើម្បីខ្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់ដែលមានគុណភាពហើយក្រោយទៅមានអ្នកបោះដណ្ដើមបាទសើប្រវត្តិទៅគឺផ្ដួលដៃគូឬក៏យ៉ាងណាបាច់អីទៅបាទឈ្នះបាច់អីទៅបាទអត់អីទេបាទថាប្រកួតខៀវនៅមានចង់ណានៅល្អមិនទាន់រាប់ទេលោកត្រេកយ៉ាងដាល់ឥឡូវនេះបតីក៏គាត់មិនចូលដែរបាទគាត់យកចូលដែរពីព្រោះចង់ទឹកហើយបាទចុះទឹកទី3 Winning to Fight នៅរ៉ោព្រីប្រទេសវៀតណាមនៅទៅបាទអបអរសាទរកីឡាករនីនៃប្រទេសជាតិកម្ពុជាទូច័ន្ទវត្ត បានចឹងវត្តៃកំពៀនកិត្តិយសមួយទៀតនៅក្នុងថ្ងៃនេះសម្រាប់កីឡាករបាទខាងបាទធីមខាងបាទកម្ពុជារបស់យើងបាទក្រុមអញ្ជើញវត្តមានបាទលោកវ៉ាចតដែលជា CFO របស់ក្រុមហ៊ុនបានក្រុមបាទក្រុមអញ្ជើញលោកសហព័ន្ធកីឡាប្រដាល់គីកបុកស៊ីបាទក៏ដូចជាបាទក្រុមអញ្ជើញ như vậy thì បាទលោកបាទលឹមដែលជាប្រធានបាទគីកបុកស៊ី các bạn thì trận trực tiếp của chúng tôi đã xin tạm dừng tại đây xin cảm ơn បំពាក់ជូនកីឡាករនីរបស់យើងបាទទូច័ន្ទវត្តៃបាទនេះបាទគណៈធិបតីរបស់យើងបាទលោកពិធីបំពាក់បាទដូចជាបាទថតរូបអនុស្សាវរីយ៍អបអរសាទរម្ដងទៀតដល់កីឡាករនីនៃប្រទេសជាតិកម្ពុជាទូច័ន្ទវត្តៃមិនបែររបស់ព្រីអធិរាជគុំខ្មែររំកើប្រតិភិមជ្ឈតាធំធេងព្រៀបដូចគិរីសាច់ស្រស់ឈាមស្រស់សុខចិត្តពេលរៀងកាយសុខបដោយកជេរភ័យអាចច្បាស់លាស់នេះសន្តិគ្រីបានតែប្រាំកម្លាំងនេះសាំឆោតពីបានចេញគណៈធម្មតាលោកអង្គធ្វើពិធីប្រគល់ពានរង្វាន់មួយទៀតបើមិនហ្នឹងសិនបាទយ៉ាងសិនថតរូបមនុស្សសាវរីបាទតោះសងខាងបាទក្រុមកីឡាករកម្ពុជារបស់យើងបាទឡើងមកកាន់សង្វៀនបាទឲ្យប្រកួត5ទល់នឹង5ជាមួយនឹងកីឡាករវៀតណាមបាទតោះឥឡូវសូមមកបាទទាំង5រូបបាទមានបាទសេងថងបាទមានបាទវាសនាអរគុណតោះបាទបងប្អូនបាទឥឡូវនេះសូមអរទាំងអស់គ្នាអបអរសាទរដល់ក្រុមកីឡាករនៃប្រទេសជាតិកម្ពុជារបស់យើងបាទដែលឆ្នាំពានរង្វាន់បាទជើងឯងនៅក្នុងថ្ងៃនេះផងដែរបាទនឹងចូលរួមអបអរសាទរទៅដល់ទូច័ន្ទវត្តៃបាទសាជាថ្មីម្ដងទៀតបាទអរគុណបាទតោះសូមរួមថតអនុស្សាវរីយ៍បាទជុំគណៈធិបតីបាទនឹងកីឡាកររបស់យើងចំបងកុំឡើងនេះអបអរសាទរដល់ទូច័ន្ទវត្តៃគឺជាក្រុមកីឡាករនៃប្រទេសជាតិកម្ពុជារបស់យើងបាទនៅក្នុងថ្ងៃនេះបាទដែលយកឈ្នះវៀតណាម5ទល់នឹង0បាទបាននៅពានរង្វាន់បាទកិត្តិយសបាទកីឡាករបាទគុនខ្មែរក៏ដូចជាកីឡាករបាទគីបូស៊ីកបាទនៅក្នុងថ្ងៃបាទទី1នៃការប្រកួតបណ្ដាលគុនខ្មែរបាទទឹកដីនៃខេត្តបាត់ដំបងថ្ងៃស្អែកជាមួយនឹងការប្រកួតដ៏ធំសម្បើមមួយថ្ងៃទៀតដល់បញ្ជូន